រឿងតារានិងនារីវិញ្ញាណផ្កាឈូកព្រឹកមួយតារាដែលលេងក្បែរទឹកបឹងហើយឃើញផ្កាឈូកមួយភ្លឺរលោងចម្លែកផ្កាឈូកនោះចាប់ផ្ដើមភ្លឺកាន់តែខ្លាំងបង្កឲ្យតារាមានការភ្ញាក់ផ្អើលភ្លាមនារីវិញ្ញាណផ្កាឈូកលេតឡើងដោយពន្លឺមាសស្កាត់ប្លែកនារីវិញ្ញាណផ្កាឈូកផ្ដល់គ្រាប់ពណ៌មាសមួយដល់តារាហើយប្រាប់ថាវាជាគ្រាប់ស្វាយមាសតារាដាំគ្រាប់នោះចូលដីភូមិហើយរងចាំមើលអ្វីកើតឡើងគ្រាប់ស្វាយមាសកើតឡើងលឿនរហ័សប្លែកចិត្តសម្រាប់តារាលើដើមឈើមានផ្លែម្ដងមួយផ្លែនីមួយៗមានពណ៌មាសស្អាតប្លែកតារានាំផ្លែវាទៅឲ្យជីតានៅក្នុងភូមិពិនិត្យនិងប្រាប់ថាវាជាអំណោយរបស់វិញ្ញាណផ្កាឈូកជីតាបែងចែកផ្លែមាសឲ្យប្រជាជនក្នុងភូមិទាំងអស់គ្នារីករាយនិងសប្បាយចិត្តនារីវិញ្ញាណផ្កាឈូកលេចឡើងម្ដងទៀតហើយញញឹមដាក់តារាដោយសប្បាយចិត្ត